Hello ដូចជាសួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្ចែករំលែកអ្នកនរគ្នាអំពីរបៀបចូលទៅបើកសេវា 5G នៅលើទូរស័ព្ទដៃរបស់យើងអញ្ចឹងអ្នកនរគ្នាអាចមើលបាននៅថ្ងៃទូរស័ព្ទរបស់ខ្ញុំគឺវាលោត 5G អញ្ចឹងវាអត់មានអីពិបាកទេសំខាន់ទៅលើទូរស័ព្ទដៃរបស់យើងក៏ដូចជាតំបន់ដែលយើងរស់នៅហ្នឹងគឺវាមានសេវា 5G អញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅធ្វើការបើករបស់គ្នាហ្នឹងអញ្ចឹងវាអត់មានអីពិបាកទេអ្នកនរគ្នាគ្រាន់តែចូលមកកាន់ setting របស់យើង setting របស់ទូរស័ព្ទដៃ iPhone បន្ទាប់មកអ្នកនរគ្នារកពាក្យថា cellular យើងចុចលើវាមួយទៅបន្តមកទៀតយើង scroll ទៅលើបន្តិចហើយយើងយកកន្លែងពាក្យថា cellular data option កន្លែងនេះយើងប៉ះលើវាមួយទៅបន្តមកទៀតយើងឃើញពាក្យថា voice and data យើងចុចលើវាមួយទៅអញ្ចឹងជំហានដំបូងនៅពេលដែលយើងអត់ទាន់បើកអញ្ចឹងវាអាចឈប់នៅកន្លែង 4G អញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាអាចមើលបានហ្នឹងឯងពេលដែលយើង select 4G ជប់នៅ 4G អញ្ចឹងវាលោត 4G នៅខាងលើនេះអញ្ចឹងអ្នកនរគ្នាចង់បើក 5G អ្នកនរគ្នាអាចចុច 5G auto មកឬក៏យើងចុច 5G on អញ្ចឹងក៏បានដែរយើងចុច 5G on ប៉ុន្តែធម្មតាយើងដាក់ 5G auto អញ្ចឹងទៅនៅពេលដែលយើងនៅតំបន់ណាដែលមានសេវាខ្លាំងអីយើងអាចវាលោតទៅ 5G auto មកអញ្ចឹងដូចនៅហ្នឹងគឺវាខ្លះវាលោតកន្លែងដែលខ្ញុំកំពុងតែនៅហ្នឹងវាខ្លះវាលោត 4G វាខ្លះវាលោត 5G អញ្ចឹងទៅអញ្ចឹងយើងដាក់ 5G auto ហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងដាក់ 5G ហើយយើង back មកវិញមកហ្នឹងហើយយើងអាចចេញមកហើយកន្លែងនេះយើងឃើញ 4G អញ្ចឹងខ្ញុំសាក refresh មកវាមកទៅខ្ញុំដាក់យន្តហោះមួយហើយហ្នឹងហើយអញ្ចឹងនេះវាលោត 5G ហើយអ្នកនរអាចមើលបាននេះខាងលើគឺ 5G អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺវាអត់មានអីពិបាកទេសំខាន់នៅលើទូរស័ព្ទដៃដែលយើងប្រើប្រាស់ហើយនឹងតំបន់ដែលយើងរស់នៅខេត្តដែលយើងរស់នៅហ្នឹងគឺវា support ជាមួយនឹងសេវា 5G នៅវាមានសេវា 5G ប្រើនៅអញ្ចឹងវីដេអូចែកម្លែកហ្នឹងគឺខ្លីៗទេសង្ឃឹមថាអ្នកនរគ្នាធ្វើបានពីចុងក្រោយកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពី Channel ខ្ញុំបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយបាយបាយ